តាហេតុអ្វីបានជាអ្នកជំងឺដែលបានដាក់ stent នៅក្នុងសរសៃឈាមបេះដូងហ្នឹងទាមទារឲ្យមានការគ្រប់គ្រងសម្ពាធឈាមស្ករឬក៏ cholesterol ហ្នឹងតើបញ្ហាទាំងអស់ហ្នឹងអាចចុះពាក់ព័ន្ធអីជាមួយនឹងអ្នកជំងឺ stent នេះចា៎បញ្ហាអ្នកដែលមានលើសឈាមទឹកនោមផ្អែមនិងខ្លាញ់ឡើងពីដើមគេចាត់ទុកថាអស់ហ្នឹងឥឡូវក៏គេនៅចាត់ទុកអស់ហ្នឹងជាអ្នកដែលបង្កឲ្យមានកំណកឈាមប្រទះខ្លាញ់នៅក្នុងខ្សែឈាមហើយជាជំងឺមួយដែលជំរុញឲ្យមានជំងឺខ្សែឈាមអញ្ចឹងនៅពេលដែលអ្នកជំងឺដែលមានជំងឺសរសៃឈាមហើយដាក់រសហើយគឺត្រូវតែបកមកវិញគ្រប់គ្រងវាជាប់បើមិនអញ្ចឹងទេវានឹងធ្វើទុកដល់បេះដូងឧទាហរណ៍ឈាមឡើងដល់17 18 pressure នៅក្នុងបេះដូងខ្លាំងពេលបេះដូងយើងកំពុងតែខ្សោយវាធ្វើឲ្យបេះដូងយើងទៅទុកពេលយើងមានជាតិស្ករខ្ពស់ជាតិស្ករខ្ពស់មានន័យថាកំហាប់នៃភាពស្អិតរបស់គាត់ A1C ខ្ពស់វាធ្វើឲ្យស្អិតធ្វើឲ្យខ្លួនយើងហ្នឹងងាយតោងជាប់ទៅនឹងសារជាតិមួយចំនួនហ្នឹងទៅឡៃ stent វាធ្វើឲ្យ stent ហ្នឹងងាយខូចងាយស្ទះឡើងវិញបញ្ហាខ្លាញ់ក៏ចឹងនៅពេលដែលយើងអត់បានគ្រប់គ្រងខ្លាញ់ចឹងហើយបានជាអ្នកជំងឺដែលមានជំងឺខ្សែឈាមបេះដូងគេទាមទារប្រើថ្នាំឲ្យដល់កម្រិតជាពិសេសថ្នាំខ្លាញ់ដើម្បីកុំឲ្យគាត់ចូលទៅបង្កើតប្រទះខ្លាញ់បន្ថែមបាទនេះជាចំណុចសំខាន់ក្រៅពីថ្នាំការពារ stent គឺត្រូវតែព្យាបាលជំងឺមួយចំនួនដែលមាននៅក្នុងខ្លួនគាត់ឲ្យបានត្រឹមត្រូវនិងត្រួតពិនិត្យឲ្យបានល្អនេះជាចំណុចសំខាន់